ចាជំរាបសួរលោកគ្រូពេលនេះខ្ញុំមកសង្ខេបមេរៀនទី5ការវាតម្លៃក្នុងម៉ោងនឹងសិក្សានិងការវាតម្លៃតាមដំណាក់ដោយផ្អែកទៅលើការវាតម្លៃបញ្ចប់ទី1យើងនិយាយពីការវាតម្លៃក្នុងម៉ោងសិក្សាការវាតម្លៃក្នុងម៉ោងសិក្សាគឺជាការវាតម្លៃក្រោយរៀនចប់ក្នុងមួយមេរៀនសិក្សាអញ្ចឹងក្នុងនោះការវាតម្លៃសិក្សាមានការវាតម្លៃតាមដំណាក់អញ្ចឹងការវាតម្លាក់គឺជាអ្វីការវាតម្លៃតាមដំណាក់គឺជាការវាតម្លៃគឺជាដំណើរការនៃការប្រមូលភស្តុតាងនៃការរៀនរបស់សិស្សការផ្ដល់ការកែលម្អយុទ្ធសាស្ត្រនៃការបង្រៀននិងការសិក្សាដែលលើកកម្ពស់លើសមិទ្ធផលនឹងនោះដែរដំណើរការនៃការវាតម្លៃតាមដំណាក់គឺយើងផ្អែកទៅលើលក្ខខណ្ឌ4ទី1ការវាតម្លៃភស្តុតាងទី2ផ្ដល់មតិត្រឡប់ដល់សិស្សទី3ការកែលម្អការបង្រៀនទី4ប្រមូលភស្តុតាងនៃការសិក្សាការវាតម្លៃភស្តុតាងគឺជាការបកស្រាយដោយមិនមានភាពលំអៀងចំណែកការផ្ដល់មតិត្រឡប់ដល់សិស្សគឺការផ្ដល់មតិភ្លាមៗឬពន្យាពេលនិងច្បាស់លាស់មួយទៀតការកែលម្អការបង្រៀនគឺជាជំហានបន្ទាប់ឬជាសកម្មភាពរបស់សិស្សមួយទៀតប្រមូលភស្តុតាងនៃការសិក្សាគឺជាការសង្កេតមិនផ្លូវការការសួរសំណួរធ្វើលំហាត់ដែលមានរចនាសម្ព័ន្ធស្វ័យវាតម្លៃរបស់សិស្សមួយទៀតទី3ចរិតលក្ខណៈនៃការវាតម្លៃតាមដំណាក់អញ្ចឹងចរិតលក្ខណៈវាតម្លៃនៃការវាតម្លៃតាមដំណាក់ហ្នឹងគឺជាការប្រមូលភស្តុតាងនៃការសិក្សារបស់សិស្សអ្នកចូលរួមដែលពាក់ព័ន្ធមតិកែលម្អធ្វើនៅពេលណាការកែលម្អការបង្រៀនជំរឿននៃកិច្ចការអន្តរកម្មរវាងគ្រូនិងសិស្សទូនីតិនៃស្វ័យវាតម្លៃរបស់សិស្សការលើកទឹកចិត្តគុណភាពសម្រាប់ភាពជោគជ័យរបស់សិស្សអញ្ចឹងចរិតលក្ខណៈនៃការវាតម្លៃតាមដំណាក់ហ្នឹងគឺមានប៉ុណ្ណឹងទី4ប្រភេទនៃការវាតម្លៃតាមដំណាក់ប្រភេទនៃការវាតម្លៃតាមដំណាក់ហ្នឹងយើងបែងចែកជា2ទី1ក្នុងម៉ោងសិក្សាទី2វាតម្លៃតាមដំណាក់ក្រោយផ្អែកទៅលើការវាតម្លៃបញ្ចប់អញ្ចឹងក្នុងម៉ោងសិក្សានេះយើងមានចែកចេញជា2ទៀតគឺការវាតម្លៃតាមដំណាក់ក្នុងម៉ោងសិក្សាភ្លាមនិងវាតម្លៃតាមដំណាក់ក្នុងម៉ោងសិក្សាដែលមានគម្រោងហើយចំណុចទី2នោះគឺវាតម្លៃតាមដំណាក់ដោយផ្អែកលើការវាតម្លៃបញ្ចប់ហ្នឹងគឺយើងបែងចែកជា3ទៀតទីទូទៅក្នុងថ្នាក់និងជាខ្នាតធំចាការវាតម្លៃតាមដំណាក់អញ្ចឹងចំណុចទី4ប្រភេទនៃការវាតម្លៃតាមដំណាក់ប្រភេទនៃការវាតម្លៃតាមដំណាក់គឺជាការវាតម្លៃ2ប្រភេទគឺការវាតម្លៃក្នុងម៉ោងសិក្សានិងការវាតម្លៃដោយផ្អែកលើការវាតម្លៃបញ្ចប់អញ្ចឹងការវាតម្លៃក្នុងម៉ោងសិក្សាហ្នឹងគឺវាកើតឡើងនៅពេលដែលបង្រៀននិងរៀនកើតឡើងដោយបន្តបញ្ចូលក្នុងការបង្រៀនតាមរយៈការសង្កេតរបស់គ្រូការសួរសំណួរការកែលម្អទាន់ពេលវេលានិងការកែលម្អបង្រៀននិងរៀនភ្លាមលក្ខណៈដែលប្លែកគឺថាវាត្រូវបានបង្កប់ជាមួយនឹងការបង្រៀនចាមួយទៀតវាតម្លៃក្នុងម៉ោងសិក្សាហ្នឹងគឺមាន2ប្រភេទគឺភ្លាមនិងបានគ្រោងទុកការវាតម្លៃក្នុងម៉ោងសិក្សាភ្លាមហ្នឹងគឺកើតឡើងព្រមគ្នារវាងគ្រូធ្វើអន្តរកម្មជាមួយនឹងសិស្សជាធម្មតាដោយសួរសំណួរក្នុងថ្នាក់ឬជាការងារក្រុមដើម្បីប្រមូលភស្តុតាងនៃការរៀនសូត្រពីការបង្កើតពេលវេលាដែលអាចបង្រៀនបានការវាតម្លៃក្នុងម៉ោងសិក្សាដែលបានគ្រោងទុកនឹងគឺជាការប្រើប្រាស់សំណួរដែលរៀបចំពីកិច្ចការដែលប្រើប្រាស់នៅចំណុចជាក់លាក់មួយក្នុងការបង្រៀនអញ្ចឹងបញ្ហាប្រឈមការដឹងពីអ្វីដែលតម្រូវឲ្យសិស្សធ្វើហើយនឹងបង្ហាញនៅភស្តុតាងត្រឹមត្រូវដែលអ្នកអាចប្រើដើម្បីប្រើក្នុងការសិក្សាកាន់តែប្រសើរតែទោះជាយ៉ាងណាក៏ដោយភស្តុតាងដែលប្រមូលបានភ្លាមគឺជាការវាតម្លៃនិងជាការកំណត់ជំហានបន្ទាប់ភាពខុសគ្នារវាងការវាតម្លៃតាមដំណាក់ទាំងនេះគឺជាការវាតម្លៃដែលប៉ះពាល់ដល់ការសិក្សាសមិទ្ធផលនៃ
ការសិក្សារបស់សិស្សនឹងដល់កម្រិតណាអញ្ចឹងការវាតម្លៃទាំងនេះគឺវាមិនប៉ះពាល់ដល់ការសិក្សារបស់សិស្សទេអ្វីដែលសំខាន់បំផុតការគ្រប់គ្រងក្នុងថ្នាក់គឺជាដំណើរការវាតម្លៃតាមដំណាក់កាលការខិតជិតទៅការបង្រៀននិងរៀននៅកាន់តែមានប្រសិទ្ធភាពហើយមួយទៀតគឺវាមានអត្ថប្រយោជន៍វិជ្ជមានបំផុតដោយសារយើងបានវាតម្លៃក្នុងថ្នាក់ទី5ការប្រមូលភស្តុតាងសម្រាប់វាតម្លៃក្នុងម៉ោងសិក្សាអញ្ចឹងអ្វីទៅជាការវាតម្លៃក្នុងម៉ោងសិក្សាការវាតម្លៃក្នុងម៉ោងសិក្សាគឺមានធាតុសំខាន់ក្នុងដំណើរការនៃការបង្រៀនប្រកបដោយប្រសិទ្ធភាពគឺការត្រួតពិនិត្យជាបន្តដោយគ្រូបញ្ជាក់ពីប្រតិកម្មរបស់សិស្សចំពោះការបង្រៀននិងការរីកចម្រើនរបស់សិស្សឆ្ពោះទៅការយល់ដឹងពីខ្លឹមសារឬបំពេញជំនាញចំណុចសំខាន់នៃការវាតម្លៃក្នុងម៉ោងសិក្សានោះគឺការសួរសំណួរការសង្កេតរបស់គ្រូអញ្ចឹងការសួរសំណួរនោះគឺគ្រូសួរសំណួរក្នុងថ្នាក់ភ្លាមក្រោយបញ្ចប់មេរៀនមួយហើយការសង្កេតរបស់គ្រូហ្នឹងគ្រូសង្កេតលើសកម្មភាពរបស់សិស្សហ្នឹងថាសិស្សហ្នឹងបានចូលរួមនៅក្នុងថ្នាក់ដែរឬអត់គាត់បានចូលរួមសកម្មភាពអន្តរកម្មជាមួយគ្រូដែរអត់ក៏បានចូលរួមជាមួយមិត្តភ័ក្តិនៃការងារក្រុមដែរអត់អីចឹងទៅចាអញ្ចឹងតើការប្រមូលភស្តុតាងសម្រាប់ការវាតម្លៃក្នុងម៉ោងសិក្សាហ្នឹងតើសិស្សមានលំហនៃសកម្មភាពដូចម្ដេចសិស្សមានប្រតិកម្មយ៉ាងណាចំពោះសកម្មភាពតើពួកគេចាប់អារម្មណ៍ទុកដាក់ទេតើគួរបង្កើតល្បឿនឬបន្ថយល្បឿននៃការបង្រៀនតើខ្ញុំគួរផ្ដល់ឧទាហរណ៍បន្ថែមទេអញ្ចឹងខ្ញុំនឹងកន្លែងហ្នឹងគឺសម្រាប់គ្រូអញ្ចឹងគ្រូគួរតែផ្ដល់ឧទាហរណ៍បន្ថែមរបស់សិស្សទៅទេនេះជាចំណុចថានេះគឺជាចំណុចដែលល្អនៃការវាតម្លៃតាមដំណាក់សម្រាប់ការបង្រៀនប្រកបដោយប្រសិទ្ធភាពនិងជាកន្លែងដែលជំរុញឲ្យការណែនាំប្រកបដោយជោគជ័យយើងត្រូវដឹងពីអារម្មណ៍សកម្មភាពរបស់សិស្សនៅពេលដែលយើងបង្រៀននិងជារបៀបបកស្រាយដែលយើងបានឃើញស្ដាប់ឮនិងរបៀបឆ្លើយតបទៅសិស្សនិងជារបៀបកែតម្រូវការបង្រៀនរបស់គ្រូម្នាក់អញ្ចឹងគេក៏ដល់ចំណុចទី3គឺជាការសង្កេតអញ្ចឹងហេតុអីបានយើងត្រូវការសង្កេតសិស្សក្នុងម៉ោងរៀនអញ្ចឹងហេតុអីបានចាំបាច់ដោយសារតែយើងត្រូវដឹងពីធម្មជាតិនៃការចូលរួមរបស់សិស្សមើលពីបំណិនអន្តរកម្មបុគ្គលរបស់សិស្សក្នុងការងារក្រុមមើលពីភាពត្រឹមត្រូវចម្លើយកូនសិស្សក្នុងពេលឆ្លើយសំណួរមើលពីបំណិននៃការប្រើប្រាស់ភាសាវចស័ព្ទដែលសិស្សប្រើប្រាស់ក្នុងការបញ្ចេញគំនិតមើលថាតើគ្រូគួរផ្ដល់ឧទាហរណ៍បន្ថែមឲ្យសិស្សទៀតដែរឬអត់មើលថាតើគ្រូហៅសិស្សណាមួយឲ្យឆ្លើយឬចូលរួមមើលពីកម្រិតចាប់អារម្មណ៍របស់សិស្សមើលពីកម្រិតយល់ដឹងរបស់សិស្សមើលពីអត្តចរិតរំភើបឬតាមរយៈការឆ្លើយសំណួររបស់សិស្សការឆ្លើយតបដោយអារម្មណ៍និងប្រកបដោយឥទ្ធិពលរបស់សិស្សចាមួយវិញចំពោះការសង្កេតគឺជាការវាតម្លៃក្នុងម៉ោងសិក្សាគឺគ្មានរចនាបថមានន័យថាវាមិនមានទ្រង់ទ្រាយឬវិធីណាដែលបានកំណត់ប៉ុន្តែវាមិនមែនចៃដន្យទេជាឧទាហរណ៍គ្រូដែលមានប្រសិទ្ធភាពរៀនសង្កេតសិស្សដែលសំខាន់បំផុតក្នុងថ្នាក់នីមួយៗដែលបង្ហាញពីប្រតិកម្មរបស់ពួកគេយ៉ាងច្បាស់លាស់ទៅជាជាងអ្នកដទៃអញ្ចឹងសិស្សខ្លះមានសម្លេងលេចធ្លោខ្លះសិស្សខ្លះយើងមើលតាមការសង្កេតសិស្សខ្លះមានទឹកមុខកំមេកំមោសិស្សខ្លះមានទឹកមុខស្រស់ស្រាយញញឹមសិស្សខ្លះចង់ចាំសិស្សខ្លះយើងមើលទៅលើទឹកមុខរបស់ពួកគេតែពួកគេមានប្រតិកម្មយ៉ាងម៉េចពេលយើងសង្កេតទៅយើងនឹងអាចដឹងហើយថាសិស្សមួយហ្នឹងគឺវាមានលក្ខណៈបែបខុសគ្នាទាំងអស់ចាតកតងជាមួយនឹងការសង្កេតរបស់គ្រូត្រង់ចំណុចមើលលើទឹកមុខគឺជាការវាតម្លៃដោយគ្មានវិចារដោយគ្រូអ្នកសង្កេតទៅលើសកម្មភាពផ្ទាល់របស់សិស្សដែលមានសកម្មភាពក្នុងថ្នាក់ក្រៅថ្នាក់ជាដើមអញ្ចឹងទឹកមុខហ្នឹងឯងខ្ញុំបាននិយាយហើយលក្ខណៈបង្ហាញហ្នឹងវាមានលក្ខណៈស្អប់ពើមរីករាយទុកព្រួយភ្ញាក់ផ្អើលខឹងនិងភ័យខ្លាចជាដើមទៅបង្ហាញទៅលើទឹកមុខរបស់សិស្សមួយចឹងទៅ
អញ្ចឹងមុខគឺជាប្រភពដ៏សំខាន់បំផុតនៃព័ត៌មានដែលមិនមែនជាពាក្យសម្ដីអញ្ចឹងមុខហ្នឹងគឺជាមុខងារដ៏សំខាន់ក្នុងការជំនួសឲ្យពាក្យសម្ដីយើងនិយាយអញ្ចឹងយើងផ្ដោតលើទឹកមុខរបស់យើងខឹងសោះយើងធ្វើមុខកញ្ញើបើយើងរំភើបយើងសើចអីចឹងទៅអញ្ចឹងផ្នែកទឹកមុខយើងផ្ដោតទៅលើតំបន់3ចិញ្ចើមនៃថ្ងាសភ្នែកតបកភ្នែកនិងច្រមុះនិងមុខខាងក្រោមផ្នែកខាងក្រោមជាពិសេសមាត់និងទំនាក់ទំនងសុភមង្គលនិងការកំសាន្តស្នាមញញឹមចង់ចាំបបោមាត់ចង្ការលើកឡើងមាត់ក្តោបនិងការបញ្ចេញទឹកមុខផ្សេងទៀតវាមានភាពច្បាស់លាស់ផងដែរក្នុងអ្វីដែលពួកគេបានតាក់ទងគ្នាចាហ្នឹងគឺជាការសង្កេតបង្ហាញតាមទឹកមុខទី4តកតងជាមួយនឹងសំណួរសួរផ្ទាល់មាត់អញ្ចឹងទន្ទឹមនឹងសំណួរសួរផ្ទាល់មាត់នេះគឺវាមិនមានអីចម្លែកទេដោយសារតែកាលណាដែលយើងរៀនចប់មួយមេរៀនឬក៏2មេរៀនយើងចង់ឲ្យសិស្សហ្នឹងពង្រឹងសមត្ថភាពរបស់គាត់នៅការចងចាំរបស់គាត់ហ្នឹងគឺយើងត្រូវសួរសំណួរគាត់1ឬ2អញ្ចឹងទៅឲ្យគាត់ឆ្លើយដើម្បីពង្រឹងសមត្ថភាពនៃការយល់ដឹងរបស់គាត់អញ្ចឹងតើគ្រូនឹងអាចសួរសំណួរដូចម្ដេចដើម្បីសួរសំណួរផ្ទាល់មាត់ឲ្យមានប្រសិទ្ធភាពអញ្ចឹងក្នុងនេះមាន9ចំណុចយើងជាគ្រូនឹងត្រូវសួរសំណួរចំច្បាស់និងងាយក្នុងការឆ្លើយទី2សួរសំណួរដែលបានផ្គូផ្គងដោយលទ្ធផលសិក្សារំពឹងទុកអញ្ចឹងកន្លែងនេះលក្ខណៈថាយើងក្នុងកិច្ចតែងការបង្រៀនយើងចង់ឲ្យសិស្សនឹងរៀនដល់ចំណុចអីឧទាហរណ៍ក្នុងថ្នាក់ទី1អញ្ចឹងយើងរៀនអក្សរកអញ្ចឹងលើផលរំពឹងទឹកក្នុងម៉ោងសិក្សារបស់យើងនឹងច្បាស់ជាឲ្យសិស្សចង់ចេះពីអក្សរកចេះសរសេរចេះអាននិងចងចាំនៅអក្សរកហ្នឹងឯងអញ្ចឹងយើងសួរសំណួរតាក់ទងជាមួយនឹងមេរៀនហ្នឹងទៅគឺវាលក្ខណៈពង្រឹងសមត្ថភាពរបស់សិស្សវាទៀតសួរសំណួរដែលសិស្សក្នុងថ្នាក់ទាំងមូលនឹងអាចឆ្លើយបានអញ្ចឹងសំណួរងាយយើងអាចសួរថាយើងសរសេរនៅលើក្តារខៀនទៅហើយសួរពួកគាត់ទៅថាអានេះអក្សរអីអញ្ចឹងទៅហើយពួកគាត់អាចឆ្លើយថានេះអក្សរកអញ្ចឹងទៅអញ្ចឹងក្នុងថ្នាក់ទាំងមូលហ្នឹងគាត់អាចនឹងឆ្លើយបានដោយសារគាត់ទៅតែរៀនហើយឬក៏រៀនទៅយូរប៉ុន្តែការចងចាំរបស់គាត់ហ្នឹងនៅល្អអញ្ចឹងទៅសួរសំណួរវាផ្ដល់ពេលវេលាគ្រប់គ្រាន់ឲ្យសិស្សឆ្លើយអញ្ចឹងការសួរសំណួរមួយនេះត្រូវទុកពេលឲ្យសិស្សយ៉ាងយូរ5នាទី10នាទីទៅតាមសំណួរដែលយើងសួរទៅគាត់ផ្ដល់ចម្លើយសមរម្យឬមតិត្រឡប់ដល់ការឆ្លើយតបរបស់សិស្សអញ្ចឹងកន្លែងហ្នឹងយើងចង់និយាយថាពេលដែលសិស្សឆ្លើយហើយហ្នឹងយើងជាគ្រូហ្នឹងមិនត្រឹមមានអាកប្បកិរិយាថាខុសមិនត្រឹមត្រូវអញ្ចឹងទេយើងគ្រាន់តែឆ្លើយតែចាស់អរគុណបងអូនចំពោះមតិបងអូនគឺអ្នកគ្រូយល់ថាចេះទៅអញ្ចឹងយើងកែលម្អថងចំណុចហ្នឹងវិញអញ្ចឹងជៀសវាងសំណួរតម្រង់បិទបាទចាស់ឬទេប្រើសំណួរប្រដេញបន្តពីចម្លើយរបស់សិស្សជៀសវាងការសួរសំណួរដែលសិស្សដឹងចម្លើយហើយសួរតាមសំណួរដោយលំដាប់លំដោយដោយសមរម្យអញ្ចឹងត្រឡប់មកគ្រូអាចសួរសំណួរតមកទាំងនេះដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពគាត់អាចអនុញ្ញាតយកសំណួរទាំងអស់ហ្នឹងយកទៅអនុវត្តក្នុងថ្នាក់បានទី5ការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពអញ្ចឹងការផ្ដល់មតិកែលម្អប្រកបដោយប្រសិទ្ធភាពវាជាវិធីសាស្ត្រមួយដែលយើងអាចដឹងពីរបៀបឆ្លើយតបទៅកាន់សិស្សនិស្សិតបន្ទាប់ពីពួកគេបានបង្ហាញពីចំណេះដឹងហេតុផលឬជំនាញឬការអនុវត្តរបស់ពួកគេការឆ្លើយតបរបស់គ្រូត្រូវបានគេហៅថាជាការកែលម្អឬការផ្ដល់ព័ត៌មានត្រឡប់ដល់សិស្សបន្ទាប់ពីការវិតម្លៃអំពីសមិទ្ធផលរបស់គេប្រភេទនៃការផ្ដល់ការមតិកែលម្អហ្នឹងគឺមួយការពិនិត្យមើលហ្នឹងគឺជាការជូនដំណឹងដល់សិស្សអំពីភាពត្រឹមត្រូវនៃចម្លើយរបស់គេឧទាហរណ៍យើងបង្កើត quiz មួយអញ្ចឹងទៅ quiz ហ្នឹងយើងឲ្យសិស្សធ្វើ30សំណួរអញ្ចឹងក្នុងសំណួរនីមួយគឺយើងដាក់ចម្លើយហើយយើងដាក់តាម Google Classroom អញ្ចឹងទៅឲ្យសិស្សធ្វើឲ្យមិន Google Classroom ទេ Google ទេគេធ្វើ quiz នោះហើយយើងដាក់តាមហ្នឹងទៅវាមាន tick ចម្លើយឲ្យយើងបកស្រាយចម្លើយនៅហ្នឹងហ្មងពេលសិស្សធ្វើ quiz ចប់គឺយើងគាត់អាច view មើលចម្លើយនៅលើអេក្រង់ smartphone របស់គាត់បានហើយគាត់អាចដឹងចម្លើយទៀតថាមួយណាខុសមួយណាត្រូវទទួលស្គាល់ចម្លើយត្រឹមត្រូវរបស់សិស្សដោយមិនមានព័ត៌មានបន្ថែមទទួលស្គាល់ចម្លើយមិនត្រឹមត្រូវហើយអនុញ្ញាតរៀនឡើងវិញចង្អុលបង្ហាញឆ្លើយខុសមិនប្រាប់ចម្លើយឬយោបល់នៃការកែលម្អ
មួយទៀតទី2ការបរិយាយលម្អិតចាចំណុចទី2នេះគឺការបរិយាយលម្អិតអញ្ចឹងការបរិយាយលម្អិតនេះការរួមបញ្ចូលបញ្ចូលមូលហេតុចម្លើយដែលមិនត្រឹមត្រូវដោយទុកពេលវេលាបន្ថែមដើម្បីរៀនឡើងវិញបង្ហាញចំណុចសំខាន់ដែលសិស្សកំពុងរៀនព័ត៌មានអំពីមូលហេតុចម្លើយដែលមួយខុសនិងមួយត្រូវដោយមានចម្លើយត្រឹមត្រូវបំផុសគំនិតឬផ្ដល់តម្រូវដល់សិស្សក្នុងទិសដៅត្រឹមត្រូវដើម្បីបង្ហាញពីចម្លើយត្រឹមត្រូវមួយការយល់ច្រឡំត្រូវបានបញ្យល់ដោយការវិភាគកំហុសនិងការវិនិច្ឆ័យចឹងទី2ការកំណត់ពីធម្មជាតិនៃការផ្ដល់មតិកែលម្អអញ្ចឹងក្នុងចំណុចទី2នេះគេមានចំនួនគឺជាទូទៅការផ្ដល់មតិកែលម្អគឺវាមានភាពជាក់លាក់និងល្អជាងការផ្ដល់យោបល់ទូទៅវាល្អបំផុតសម្រាប់កន្លែងដែលខុសច្រើនឬផ្លាស់ប្ដូរដែលមានប្រយោជន៍បំផុតសម្រាប់សិស្សទី2ពេលវេលាគួរតែត្រូវបានផ្ដល់កំឡុងពេលឬភ្លាមបន្ទាប់ពីបំពេញការងាររបស់សិស្សឬពន្យាពេលបន្តិចក៏បានទី3របៀបផ្ដល់មតិកែលម្អនឹងគឺជាការផ្ដល់ដោយផ្ទាល់មាត់ការសរសេរនិងការបង្ហាញមួយទៀតអ្នកស្ដាប់អញ្ចឹងអ្នកស្ដាប់ត្រូវបានផ្ដល់ដល់សិស្សម្នាក់ក្រុមតូចនិងក្រុមធំជាញឹកញាប់ការផ្ដល់មតិត្រឡប់សម្រាប់ការវិតម្លៃក្នុងម៉ោងសិក្សាត្រូវបានការផ្ដល់ជាបុគ្គលអញ្ចឹងអ្នកស្ដាប់គឺជាមតិកែលម្អត្រូវបានផ្ដល់ដល់សិស្សម្នាក់ប្រភេទនៃកិច្ចការអញ្ចឹងប្រភេទនៃកិច្ចការនោះគឺជាព័ត៌មានធម្មតាផ្ដល់ទៅលើអ្វីដែលយើងបានរៀនឬរៀបចំទុកក្នុងការផ្ដល់ព័ត៌មានត្រឡប់ពីអ្វីដែលបានរៀនគឺផ្ដល់ទៅលើចំណេះដឹងការយល់និងខ្លឹមសារដែលត្រាំបាច់ត្រូវតែយល់ច្បាស់